ស្ដីប្រិមិត្តនៅក្នុងភាគមុនយើងបានសង្ខេបសាច់រឿងទុំទាវរួចមកហើយថ្ងៃនេះយើងនឹងជីកកកាយឲ្យកាន់តែជ្រៅលើតួអង្គទុំតើទុំជាមនុស្សបែបណាហើយហេតុអ្វីបានជាស្នេហារបស់គាត់នឹងបញ្ចប់ដោយសោកនាដកម្មតើគាត់មានចំណុចខ្លាំងចំណុចខ្សោយអ្វីខ្លះដែលយើងគួររៀនសូត្រតាមបាទទី1គឺចំណុចខ្លាំងខ្ញុំលើកយក3ចំណុចមកនិយាយគឺទេពកោសល្យភាពស្មោះត្រង់ចំពោះស្នេហាហើយនឹងការតស៊ូហើយភាពក្លាហានអញ្ចឹងយើងចូលទៅចំណុចខ្លាំងរបស់គាត់ទី1គឺទេពកោសល្យហ្នឹងទុំមិនត្រឹមតែមានរូបរាងស្រស់សង្ហាប៉ុន្តែគាត់ក៏មានចំណេះដឹងជ្រៅជ្រះក្នុងធម៌អានិងមានសិល្បៈក្នុងខ្លួនដែលសិល្បៈនោះសំដៅទៅលើសម្លេងដ៏ពិរោះក្រអួនក្រអៅរបស់គាត់ដែលគាត់អាចច្រៀងនិងស្មូតបានយ៉ាងពិរោះហើយគាត់ក្រៅពីគាត់អាចស្មូតសលេងល្អហ្នឹងហើយគាត់មានចំណេះដឹងទៅលើផ្នែកកាបឃ្លោងឬក៏កំណាព្យនឹងដែលជាមុនស្នេហ៍ធ្វើឲ្យលោកនឹងខ្លាយជាមនុស្សលេចធ្លោបំផុតមិនថាពេលទុំនៅជាប្រសង់ហើយនឹងពេលដែលសឹកមកវិញរហូតដល់មានការងារធ្វើនៅក្នុងវិជ្ជាវាំងជាអ្នកចម្រៀងរបស់ស្ដេចណាបាទអញ្ចឹងទេពកោសល្យរបស់គាត់ហ្នឹងគឺល្អមែនទែនសម្រាប់សម័យកាលនោះហើយទី2ភាពស្មោះត្រង់ចំពោះស្នេហាចំណុចដែលគួរឲ្យគោរពបំផុតរបស់គាត់ហ្នឹងគឺភាពដាច់ខាតក្នុងស្នេហាចំណុចនេះគឺសឹងថាគ្មានបរិះណាធ្វើដូចគាត់ទេតាំងសម័យមុនដល់សម័យបច្ចុប្បន្ននេះមានន័យថាគាត់ស្មោះឲ្យដាច់ខាតមែនទែនជាមួយស្នេហារបស់គាត់ហើយទុំមិនមែនជាមនុស្សគេហៅចើលក្បោយទេលោកស្រឡាញ់ទាវតែម្នាក់ហើយហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារសន្យាស្នេហាមួយនេះបាទហើយចំណុចទី3ការតស៊ូនឹងភាពក្លាហានរបស់ទុំហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់នៅពេលដែលដឹងថាទាវត្រូវរៀបការគាត់មិនបង្ងើយកតោយជាមួយនឹងការបង្ខំរបស់ម្ដាយទាវទៅលើទាវឲ្យរៀបការជាមួយលោកអរជួនហ្នឹងគាត់មានន័យថាគាត់ប្រឹងប្រែងគាត់ព្យាយាមមែនតើទៅធ្វើម៉េចដើម្បីយកទាវមកវិញអីចឹងទៅបាទលោកបន្ថយជីវិតមែនតើធ្វើដំណើរទៅត្បូងឃ្មុំទាំងយប់ដើម្បីស្វែងរកយុទ្ធធម៌ឬក៏ដំណោះស្រាយធ្វើម៉េចឲ្យបានទាវត្រឡប់មកវិញបាទចំណុចនេះគឺជាចំណុចខ្លាំងរបស់គាត់គឺការតស៊ូនឹងភាពក្លាហាននេះឯងប៉ុន្តែនៅក្នុងនេះក៏មានដែរគឺគុណវិបត្តិរបស់ទុំទោះបីជាគាត់ល្អប៉ុណ្ណាក៏ដោយលោកក៏មានទុំហ្នឹងក៏មានចំណុចខ្សោយរបស់គាត់ដែរហើយជាចំណុចខ្សោយដ៏គ្រោះថ្នាក់ទៀតផងអញ្ចឹងទៅលើគុណវិបត្តិរបស់ទុំបាទខ្ញុំមាន3ចំណុចដែរគឺភាពងប់ងល់ខ្លាំងពេកការមើលស្រាលស្ថានភាពចំណុចទី3នោះគឺការខ្វះភាពអត់ធ្មត់របស់ទុំបាទទី1ភាពងប់ងល់ខ្លាំងពេកទុំប្រើមនោចេតនាដឹកមុខដឹកខួរក្បាលបាទចំណុចហ្នឹងគឺគ្រោះថ្នាក់មែនទែនសម្រាប់ទុំមានន័យថាលោកសម្រេចចិត្តលាចាកសិក្ខាបទទាំងដែលគ្រូទាយថានឹងមានគ្រោះស្លាប់ហ្នឹងក៏អត់ខ្វល់ដែរដឹងថាធ្វើម៉េចសឹកឲ្យបានហើយមើលរំលងការដាស់តឿនរបស់ចាស់ទុំគ្រូបាអាចារ្យក៏ដូចជាមានពេលដែលទុំមកវិញហ្នឹងក៏ដូចគ្នាដែរគឺឈើឆាវមែនតើគាត់ច្រៀងចម្រៀងនៅមុខភ្ញៀវមុខអ្នកការនៅក្នុងមង្គលការរបស់ទាវជាមួយនឹងមើលងួនក៏លោកអរជួនហ្នឹងគឺអត់បានត្រៀមខ្លួនអ្វីទាំងអស់មានន័យថាគាត់ធ្វើការឆេះឆាវមែនទែនបាទចំណុចទី2ការមើលស្រាលស្ថានភាពវាស្តៀងគ្នានឹងភាពឆេះឆាវរបស់គាត់ខាងលើនឹងដែលខ្ញុំលើកឡើងគឺទុំហាក់ដូចជាមានមោទនភាពលើខ្លួនឯងហើយអាងតែខ្លួនជាអ្នកបម្រើផ្ទាល់របស់ព្រះរាជាហើយមានព្រះជាសារក្នុងដៃនោះលោកមើលស្រាលអំណាចផ្ដាច់ការរបស់មន្ត្រីមូលដ្ឋានលោកអរជួននឹងឯងដូចខ្ញុំនិយាយខាងលើហ្នឹងគឺអត់យកពួកនឹងនៅក្នុងភ្នែកទេអាងតែខ្លួនឯងជាប្តីរបស់ទាវហើយជាប្តីដែលជាមានមង្គលការដែលព្រះរាជាប្រទានផ្ទាល់របស់ព្រះអង្គទៀតហើយមានទាំងរាជសាររបស់ព្រះរាជាមកជាមួយទៀតគឺមើលស្រាលស្ថានភាពមើលស្រាលអ្នកនៅក្នុងមង្គលការនឹងថាពួក
quạt nâng sạch tại chiến nè biên và quân quạt chiến nè đây bục biên quạt để chẳng đời thầy chứng lúc tôm từ mưa xa than phép năng miền tây và mùi tiệt chấm lịch soi và quạt cứ khóa phép bọt mộtในขนมพิธีการแหละต้มผักสลัดสำหรับวังเฮาเชียงวังไฮล้วนและชิบได้บางเนี่ยเตียวจอมเปกับปงเมียนจำนวนนั้นคือจิการบังการกับดาวในกล่องหังไฮคือจิการบัดทอยในบทบอกล้วนไอได้นอมเอาลูกอจูนั้นดัดจัดจีไอสำหรับเพลียมพวกมือเตสกามเพียบจึงเงินจึงงานต้มไอจังแต่หรือก็มีในทับตัวเชียงเมียนปริจิสาตัวจีอจูนั้นดังทำเมียนหรือก็มันดังก็ได้คืออำนาจในเพียบขมักเกลบอกก่อนในขนมกรรมทีมโกลกาได้เมียนเนี่ยเราไตมาออกหลอกเฮ้ยเนี่ยเราไตน้องเนียมจีบได้บอกโกนกับมุมได้จีนักกดโกนภาษากอดติดช่วยกอดได้เบอร์ใหญ่แต่ถ้าเขาปนหมดอันนั้นให้ได้ช่วยกอดได้จัดสำหรับตุ่มได้มาดองบ้านประเทศที่เตะเติงแต่นังไม่เรียนชีวิตระบบตัวองตุ้มสมัยบางคนในสดับเรื่องประวัติต้มหอยให้ตัวบ้านเมเรียนเอาไว้คลามาประขนมไปปัจจุบันสมัยพยมเมียนใบจะหน่อยได้ตีมุ้ยสมัยเพียบตระดาถึงต้มนังสเตสัมปันอย่างเงี้ยตีปีกลมมือรุมเลิงการด่าเตือนระบบจ่าต้มให้ตีใบนู้คือจำแนกดังนังอำนาจมันแมนจิแคลกาเปียบางกรุเปนเตบ้านตีมุ้ยสมัยเพียบตระดาถึงต้มนังสัมสเตสัมปันอย่างเงี้ยบ้านตุ้มปุกไก่นะตายลูกขวาเพียบไพฉลาดสมตัวตุ้มปุกไก่นะตายขวาเพียบไวฉลาดขนมการดอกสายปัญหาขนมชีวิตเปิดเปรเมียนปัญหาท้องยืงมันเตยเปรตายกำลังจัดเตะคือเตยเปรขบุญขนาดนังกาจอจ่าของได้ไอทีปีกาเมอร์รวมเริงกาดักตื่นหรือบอกจ่าตุ่มคือการเนี่ยได้ในการไกลไอเมอร์เคงกรูขนาดบานฉบับเชียงยืงในกำปงในขนมรวงปัญหาจนวันนี้คือจูบเหมือนเชิญเหมือนแต่ไปคลาเนี่ยคลาคือกอดเมียนปัญหาเพลียมคือกอดจะลอดตอนตรงtừวิ่งเพลียมของสังฆทานเนี่ยได้เอาอยู่บอลหรือก็เนี่ยได้ชี้เยี่ยมจุยดอลกับนั้นคืออัดสนับเองจนวันนี้คืออยู่เอาไว้ยืงเถอะแต่กึศไอ้บานเวงช่างให้เรียนบักจะตัวจะกำเนิดก็โดยที่มันเตะบอกเนี่ยจงเป็นครูนมันทาจัตุ่มมันทามัดแผลมันทาเรียมจะบองthếปุกวัดในเปรย์ในกลางปัญหาคือเมื่อเคยปัญหาบานหล่อเชิญจึงยืมบาให้บาสันจิจัตุ่มพ้องขอนสมบูรณ์แต่โดยบอลปีศาจไปคลาขอนเอาอยู่บอลเมาส์ยืมกูแต่สลับสันผมลองเปรย์ได้ยืมสลับนี้ตีมวยยืมปิจานาแต่เลยอยู่บอลกอดพ้องตีปียืมเมียนเปรย์สมัยยืมกึศลุนยืมมาไทม์เดียดนี่คือจำนวนหล่อได้ยืมเท่าใดสลับมาเตะปีแขวมาอ่อยบานเชิญទី3តើតើចំណេះដឹងនឹងអំណាចមិនមែនជាខែលការពារបានគ្រប់ពេលនោះទេទុំគាត់អាងលើបរិយាសាតែលោកភ្លេចថាច្បាប់នៅឆ្ងាយជាងអាជ្ញាមានន័យថារាជសារតលតែព្រះរាជាឬក៏មានកងអង្គរៈមកជាមួយទើបអាចអនុវត្តបានជាមួយនឹងព្រះរាជសារហ្នឹងតែបើសិនជាគ្មានអង្គរៈទេទុំមកតែឯងបែបនេះច្បាស់ណាស់ថាបាញ់បត់បញ្ជាឬក៏អំណាចរបស់លោកអជួនភ្លាមហ្នឹងគឺមានអំណាចជាងរាជសារហ្នឹងចំណុចហ្នឹងគឺទុំគោតែដឹងហើយវាបង្រៀនឲ្យយើងស្គាល់ថាការបត់បែនតាមកលៈទេសៈហ្នឹងល្អជាងខែលការពាររាជសារអីអស់ហ្នឹងចំណុចហ្នឹងសរុបមកតួអង្គទុំគឺជាកញ្ចក់ឆ្លោះឲ្យខេងយុវជននៅសម័យនោះដែលមានមហិច្ឆតានិងមានស្នេហាស្មោះស្ម័គ្រប៉ុន្តែត្រូវបំផ្លាញដោយភាពឆេវឆាវហើយមួយទៀតនោះគឺសង្គមអយុត្តិធម៌ថងថាជួនក៏គាត់បានដឹងម្ដាយទាវក៏គាត់បានដឹងថាទាវត្រូវមានខូសារួចហើយទាវត្រូវមានប្តីហើយប៉ុន្តែគាត់អត់បានខ្វល់ពីរឿងហ្នឹងគាត់ព្យាយាមទៅធ្វើម៉េចតាមចិត្តគាត់វិញអញ្ចឹងបំផ្លាញនៅការសម្រេចចិត្តរបស់កូនបំផ្លាញនៅការសម្រេចចិត្តរបស់ប្រជានារីលោកអជួនក្នុងនាមជា
មន្ត្រីរាជការអ្នកកាន់ការខេត្តនឹងផងគឺផ្ដល់ភាពអយុត្តិធម៌ទៅលើគូស្នេហ៍មួយគូនេះបាទអញ្ចឹងតាក់ទងទៅនឹងទុំខ្ញុំមានប៉ុណ្ណឹងហើយប្រិយមិត្តយល់យ៉ាងណាដែរតើទុំគួរទៅស្ដាប់តាមគ្រូឬក៏ធ្វើតាមបេះដូងបែបនេះសូមបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នាមកកាន់ podcast របស់ខ្ញុំហើយជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងការវិភាគតួអង្គនាងទាវម្ដងបាទសូមអរគុណសូមជម្រាបលា